ម្ដងទៀតមកកាន់ពិភពគុណ TV ក៏ដូចជាវីដេអូសម្រាប់រឿងទឹកដីធម្មពលវិញ្ញាណវគ្គ2ដែលជាភាគទី49របស់យើងសាច់រឿងភាគនេះចាប់ផ្ដើមឡើងដោយសារអត់កំបាំងមួយយើងក៏បានឃើញនៅបរិសម្នាក់ពាក់នៅរបាំងមុខឈុតខ្មៅហ្នឹងនិយាយហើយថាយើងជឿជាក់លើលោកក៏ប៉ុន្តែស្លាប់វិសាយគឺមិនងាយស្រួលដើម្បីបំបែកចូលនោះទេរត់តែមិនច្បាច់រំលឹកដល់ចាស់ទុំជាច្រើននៅក្នុងវិមានអាទិទេពសមុទ្រព្រមទាំងស្ដេចនិមិសម្នាក់ដែលនៅខាងលើគឺជាជីនហុងឆិនគាត់បាននិយាយថាស្លាប់វិសាយគឺពិតជាខ្លាំងលើសពីការគិតទុករបស់គាត់មែនមិនថាបើទោះបីជាលោកឬខ្ញុំនោះទេគឺច្បាស់ជាស្លាប់បើសិនជាចូលមិនចេះគិតក៏ប៉ុន្តែបើសិនជាគាត់អាចទប់ទល់ជាមួយនឹងធម្មពលនៃការប្រយុទ្ធរបស់ស្លាបវិសាចរួចបានសោយទៅកាន់ម្នាក់នឹងទៀតផងការបបែបនេះមើលទៅកាន់កាយភ្នែករបស់គេទៅគឺពិតជាកំណាចសាច់រឿងរបស់យើងកាត់ទៅដល់ស្លាបវិសាចវិញហួយយូហៅក៏ដូចជាអ្នកទាំង3រួមជាមួយនឹងព្រឹទ្ធាចារ្យក៏កំពុងតែមើលនៅម៉ាស៊ីវថាព្រឹទ្ធាចារ្យមូបានប្រាប់ឲ្យថាក្មេងល្អគឺច្បាស់ជាមានឱកាសដែលជារបស់ខ្លួនឯងសួរទៀតមាននឹងឬអត់ហេតុអ្វីបានជាគាត់ជួបជាមួយនឹងជីងហុងឈិនវងតង់សួរឲ្យថាគឺដើម្បីបំភ័យនៅអាណាចក្រសូរិយាចន្ទ្រាតើពិតមែនឬក៏អត់ព្រោះនាងបានលើថាពួកគេគឺមានបំណងចាប់ផ្ដើមនៅសង្គ្រាមយូហៅបានយល់ស្របក៏ដូចជាមាននៅរឿងមួយទៀតលោកគ្រូក៏ហាក់បីដូចជាផ្ដល់នៅការផ្លាស់ប្ដូរកម្មសិក្សាគឺជារឿងសំខាន់ព្រឹទ្ធាចារ្យមូអិនក៏បានតបថាសម្ដីរបស់ពួកគេត្រឹមត្រូវហើយសង្គ្រាមគឺច្បាស់ជាមិនអាចគេចវេះបានពេលរបស់គាត់ដែលបន្តការពារនៅសាលាវិសាចក៏មាននៅដែនកំណត់ផងដែរអង្គឯក្បាលសៀវសៀវរួចហើយឲ្យពួកគេគឺត្រូវតែប្រញាប់អភិវឌ្ឍសមត្ថភាពឲ្យបានលឿនបំផុតហើយយូហៅជាមួយនឹងសៀវសៀវគឺត្រូវការចេញទៅប្រមាញ់កងពលឹងគោលដៅរបស់ពួកគេនោះក៏ជាព្រៃតារាវងតង់បើទោះបីជាមិនត្រូវការក៏នាងទៅដូចគ្នាដែរសាច់រឿងរបស់យើងពេលនេះក៏កាត់មកដល់ក្នុងព្រៃស្តាទៅយើងបានឃើញនៅសត្វបិសាចជាច្រើនដែលកំពុងតែផិតភ័យខ្លាចក៏ដោយសារតែបិសាចដ៏កំណាចមួយនេះតែបើសិនជាយើងមើលឲ្យកាន់តែជាតាមពិតគឺគ្រាន់តែជាស្នៀតនៃការបំលែងរបស់ហួយយូហៅទៅប៉ុណ្ណោះសៀវសៀវបានសរសើរទៅកាន់មេក្រុមហើយក៏ព្រោះថានាងដើរអស់ជិត80ម៉ោងហើយគ្មាននៅបិសាចពលឹងណាមួយដែលហ៊ានរំខាននោះទេយូហៅក៏បានប្រាប់ថាបិសាចពលឹងដែលមានអាយុកាលក្រោម3000ឆ្នាំគឺច្បាស់ជាជិះចេញបើសិនជាដឹងនៃចំហាយដ៏ខ្លាំងក្លានេះហើយដូច្នេះហើយពួកគេក៏អាចគេចផុតអំពីការកាប់សម្លាប់ដោយមិនចាំបាច់ធ្វើដំណើរបន្តឃើញថាយូហៅនៅពេលនេះកែភ្នែកវិញ្ញាណរបស់គាត់ក៏ចាប់អារម្មណ៍នៅអ្វីម្យ៉ាងហើយដូច្នេះហើយបាននាំគ្នាទៅពួននៅក្រោយផ្ទាំងថ្មមួយវងតង់សួរថាហេតុអ្វីទៅយូហៅក៏បានប្រាប់ថាចំហាយនៃសត្វបិសាចវិញ្ញាណមួយនេះវាគឺពិតជាខុសប្លែកពីធម្មតាលៀមនោះដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញថាវាគឺពិតជាធំខ្លាំងមែនទែនហួយយូហៅបានកត់សម្គាល់ទៅនឹងក្រញាំដ៏មុតស្រួចក៏ដូចជាពណ៌មាសងងឹតវាក៏ជាខ្លាឃ្មុំមាសងងឹតដែលមានអាយុកាល3000ឆ្នាំវងតង់ក៏បានសួរឲ្យថាតើវាគឺជាបិសាចប្រភេទអ្វីទៅយូហៅបានរៀបរាប់អ្នកគ្រូបានប្រាប់ខ្លាឃ្មុំមាសងងឹតនេះគឺត្រូវបានគេស្គាល់ថាគឺជាអ្នកបំផ្លាញនៃផែនដីវាគឺជាមួយនៅក្នុងចំណោមបិសាចពលឹងដ៏ខ្លាំងក្លាសែវសែវក៏មានការភ្ញាក់ផ្អើលឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជាបិសាចពលឹងខ្លាំងក្លាបែបនេះបង្ហាញនៅខាងក្រៅនៃព្រៃស្តាទៅបានទៅតើពួកវាធំក្លិនពួកយើងដឹងថាគឺជាចំណីរបស់វាមែនទេយូហៅសម្លឹងទៅម្ដងទៀតវាគឺពិតជាលឿនខ្លាំងមែនទែនចឹងគាត់ក៏បានសរៃថាវិវរហើយប្រញាប់រត់តែមិនទាន់នៅឡើយពួកគេក៏ត្រូវបានឃ្លាតចេញបិសាចខ្លាឃ្មុំមួយហ្នឹងក៏បានបង្ហាញនៅមុខមាត់ដ៏ធំស្រស់សង្ហាលៀនអណ្ដាតក៏ដូចជាក្រញាំដ៏មុតស្រួយសម្រុកចូលយូហៅកាប់បែបនេះក៏ប្រញាប់ប្រើប្រាស់នៅធម្មពលរបស់គាត់ជាពិសេសគឺជាល្បឿនដ៏លឿនចូលទៅក៏ដូចជាទីនៃកំបិតខ្លាសរបស់គាត់តែឈុតពោះរបស់វាក៏ប៉ុន្តែវាគឺពិតជាស្បែកស្វិតខ្លាំងណាស់វងតង់ភ្លាមក៏ប្រញាប់ប្រើនៅស្លាប់មេអំបៅរបស់នាងទីជួយតែក៏ដឹងថាមិនអាចធ្វើអ្វីវាបាននោះទេសៀវសៀវប្រើប្រាស់នៅឆ្នាំងវិញ្ញាណទាំង3ទៅវាប្រហារមិនថាយ៉ាងណាស្នៀតទាំងអម្បាលម៉ានក៏ហាក់បីដូចជាម៉ាសាឲ្យខ្លាឃ្មុំមួយនឹងតែប៉ុណ្ណោះកាលបើដូច្នោះហួយយូហៅគឺត្រូវតែផ្លាស់ប្ដូរនៅសញ្ញាលើថ្ងាសរបស់គាត់ប្រែទៅជាខ្យាដំរីគុយតកវិញម្ដងរួចហើយបញ្ចេញនៅធម្មពលតកដ៏ខ្លាំងក្លាអមទៅដោយឆ្អឹងភ្លឹងរបស់គាត់មើលទៅកាន់យូហៅរបស់យើងពេលនេះគឺពិតជាកាចខ្លាំងមែនទែនព្រមទាំងប្រើប្រាស់នៅស្នៀតបំផ្ទុះតកស្នៀតមួយនេះគឺមិនត្រឹមតែបង្កកនៅខ្លាឃ្មុំនោះទេថែមទាំងផ្ដាច់នៅដៃម្ខាងរបស់វាទៀតផងចំហាយធម្មពលដ៏ខ្លាំងក្លាក៏បានសាយភាយយ៉ាងខ្លាំងសែវសែវពេលនេះក៏និយាយឲ្យមិនឆ្ងល់នោះទេហេតុអ្វីបានជាការនោះពេលនេះជាវបាននិយាយថាឆ្អឹងភ្លឹងមួយនេះគឺមានអានុភាពក្នុងការបំផ្ទុះយ៉ាងសន្ធោសន្ធៅវាក៏ពិតជាធម្មពលដែលអាចបំផ្លាញនៅពិភពលោកបានមែនយូហៅក៏បានប្រាប់ឲ្យថាទប់ទល់ជាមួយនឹងសភាវៈកាន់តែខ្លាំងធម្មពលផ្ទុះក៏កាន់តែខ្លាំងតាមនឹងដែរគាត់មានអារម្មណ៍ដឹងថាធម្មពលប្រយុទ្ធរបស់ខ្លាឃ្មុំមាសងងឹតនេះគឺពិតជាខ្លាំងក្លាចំណែកឯខ្លាឃ្មុំនឹងគ្មានបញ្ហាដាច់ដៃម្ខាងងើបឡើងយ៉ាងស្រែកក្រហមគ្រប់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតែភ្លាមអ្នកគ្រូស្អាតក៏បានចេញមកប្រតិសិនឆ្វេងឆ្វាត់ចុះឡើងចុះមកខាងក្រោមវិញខ្លាឃ្មុំមួយនេះក៏ត្រូវបានជម្រាបលាអ្នកគ្រូចៅរួចហើយក៏បាននិយាយទៅកាន់យូហៅឥឡូវកាន់តែក្លាហានទៅហើយហ៊ានសូម្បីតែប្រើប្រាស់នៅស្នៀតដែលមិនទាន់បានសាក់លបងចុះបើសិនជាបាត់បង់នៅការគ្រប់គ្រងវិញសិស្សទាំង3ក៏បានគោរពអ្នកគ្រូរីឯវងតង់ក៏បាននិយាយឲ្យតាមពិតអ្នកគ្រូគឺតាមការពារពួកគេដោយសម្ងាត់សែវសែវក៏បានប្រាប់ថាប្រធានថ្នាក់ធ្វើបែបនេះក៏ព្រោះតែចង់ការពារដល់ពួកយើងនោះទេអញ្ចឹងហើយអ្នកគ្រូកុំដាក់ពិន័យគាត់អីអ្នកគ្រូប្រាប់ថាពួកគេអាចចាត់ការនៅខ្លាឃ្មុំមាសងងឹតដែលមានសមត្ថភាពស្មើនឹងបិសាចពលឹងអាយុកាល10000ឆ្នាំគាត់មិននឹងអាចបន្តបានទៅគាត់មានតែសប្បាយចិត្តខ្លាឃ្មុំមាសមួយនេះផងដែរគឺមានទាំងធម្មពលនៃការវាយប្រហារក៏ដូចជាការពារកងពលឹងគឺពិតជាស័ក្តិសមជាមួយនឹងសែវសែវលើពីនេះទៅទៀតឆ្អឹងពលឹងដៃខាងស្ដាំក៏រឹតតែកម្រវាគឺជាឆ្អឹងពលឹងនៅខាងក្រៅគឺមិនប៉ះពាល់ទៅដល់ការស្រូបចូលនៅឆ្អឹងពលឹងដៃខាងស្ដាំនោះទេហើយវាក៏មាននៅស្នៀតដែលគឺជាក្រញាំមាសងងឹតផងដែរវាអាចធ្វើការខ្វាច់នៅនាគយក្សក៏ដូចជាធ្វើឲ្យរំជួយនៅពិភពលោកតែយ៉ាងណាក៏ដោយការស្រូបចូលគឺត្រូវតែគៀបសង្កត់នៅធម្មពលឈាមដ៏ខ្លាំងក្លានៅក្នុងនោះវាគឺពិតជាពិបាកខ្លាំងណាស់យូហៅលើបែបនេះក៏បានប្រាប់ទៅកាន់សែវសែវល្អខ្លាំងណាស់ឲ្យនាងប្រញាប់ស្រូបចូលទាំងកងពលឹងក៏ដូចជាឆ្អឹងពលឹងហ្នឹងទៅសែវសែវក៏បានប្រាប់ថាអត់នោះទេនាងមានអារម្មណ៍ថាឆ្អឹងពលឹងមួយនេះគួរតែជាកម្មសិទ្ធិរបស់យូហៅក៏បានយកឈ្នះនៅខ្លាឃ្មុំមាសងងឹតយូហៅ
នៅតែនិយាយថាប៉ុន្តែដោយការស្ទាក់ស្ទើរដដែលសៀវសៀវក៏បានប្រាប់ថារាងកាយរបស់នាងគឺទន់ខ្សោយលោតែមិនស្រួលនាងក៏អាចទទួលរងនឹងការវាយបកត្រឡប់មកវិញទៀតផងមើលតែនាងសម័យនឹកឃើញខ្លះខ្មុំនេះដេញក៏មិនល្អដែរហើយនាងថែមទាំងនិយាយថាយូហៅក៏មាននៅតែកកដល់កំពូលអញ្ចឹងហើយគឺច្បាស់ជាអាចធ្វើបាននាងស្រូបយកនៅកងព្រលឹងរីឯយូហៅស្រូបយកនៅឆ្អឹងព្រលឹងរួចចៃនឹងក៏បានដាក់ចូលទៅបញ្ចេញនៅឆ្នាំងរបស់នាងវៃសាក់ទីតូចយ៉ាងស្រស់ស្អាតកងព្រលឹងពណ៌ផ្កាឈូកមួយក៏បានបង្ហាញខ្លួនចំណែកឯហួរយូហៅពេលនេះក៏ចាប់ផ្ដើមអង្គុយចោលស្រូបយកនៅឆ្អឹងព្រលឹងនៅក្នុងពិភពខាងក្នុងនេះផងដែរហាក់បីដូចជាចំហាយភ្លើងដ៏សន្ធោសន្ធៅកំពុងតែធ្វើការឡោមព័ទ្ធសាច់រឿងរបស់យើងពេលនេះក៏កាត់ទៅដល់បរិះដ៏អាត់កំបាំងម្នាក់នឹងបានប្រាប់ទៅកាន់កូនចៅគឺត្រូវតែចងចាំនៅបេសកកម្មនីមួយៗកុំឲ្យប្រយុទ្ធយូរពេកអីគ្រប់យ៉ាងគឺត្រូវតែគិតទៅដល់គោលដៅធំមើលទៅកាន់កូនចៅរបស់គេសម្បីតែរូបរាងនឹងក៏មើលមិនទាន់ផងមានតែចំហាយផ្សែងតែប៉ុណ្ណោះជាក់ស្ដែងណាស់ទាំងនេះគឺស្ថិតនៅក្នុងការរៀបចំរបស់ជីងហុងឈិនដែលគឺជាម្ចាស់សាមៀងតើពេលនោះគេក៏បានបញ្ចេញនៅរបស់តូចមួយដែលវាដូចជាកូនសត្វនឹងតែតាមពិតមិនមែននោះឡើយមើលគេវាគឺជាឧបករណ៍ព្រលឹងណែនាំដែលកំពុងតែហោះសម្ដៅទៅកាន់ម៉ាស៊ីវថាវគេបានដាក់ទុកតាំងពីថ្ងៃដែលបានចូលមកនៅពេលនេះឧបករណ៍មួយនឹងវាក៏ស្រាប់តែចូលទៅតាមរុនត្រចៀករបស់នាងភ្លាមម៉ាស៊ីវថាវក៏បានបើកនៅកែវភ្នែកដ៏ក្រហមឆ្អិនឆ្អៅដែលឡែកសាច់រឿងរបស់យើងនៅពេលនេះវិញក៏កាត់មកដល់ហួរយូហៅដែលកំពុងតែកិច្ចពីការវាយប្រហារពីសំណាក់ក្រញ៉ាំនៃខ្លាឃ្មុំមាសយូហៅបានប្រើប្រាស់នៅក្បាច់របស់បកថាងដែលគឺជាម្រាមដៃក៏ចាប់នៅអាវុធទាំងនេះក៏ដឹងថាវាគឺពិតជាខ្លាំងណាស់សម្បីតែដៃក្តៅក៏ត្រូវបានវាកាត់ផុយដៃរបស់គាត់ពេលនេះមានអារម្មណ៍ថាដូចជាកំពុងតែរលាយចឹងក្រញ៉ាំទាំងនេះក៏បានឈោតលើរាងកាយរបស់គាត់ស្របគ្នានោះយូហៅក៏មិនព្រមចុះចាញ់នោះទេអញ្ចឹងហើយទន្ទ្រាំជើងហោះឡើងទៅខាងលើប្រើប្រាស់នៅក្រញ៉ាំអធិរិតកព្រមទាំងដាវនៃការអង្កេតនៅសភាវៈបញ្ចេញឡើងដូចជាមាននៅផ្នែកទី3គឺពិតជាលយខ្លាំងមែនតើនៅពេលនេះក្រញ៉ាំខ្លាឃ្មុំមាសនោះក៏ត្រូវបានធ្លាក់ចុះអស់យូហៅប្រើប្រាស់នៅចំហាយធម្មពលរបស់គាត់ស្រូបចូលទន្ទ្រាំដៃមួយផាច់រួចសាក់នៅឆ្អឹងព្រលឹងថ្មីវាគឺពិតជាខ្លាំងក្លាព្រមទាំងកំណាយកាយសាហាវជួនគ្នានោះក៏លេចមកខាងក្រៅសៀវបានស្រូបយកនៅកងព្រលឹងនេះបានសម្រេចហើយបន្តមកនេះគឺត្រូវតែស្វែងរកនៅកងព្រលឹងដើម្បីថ្នាក់ដឹកនាំអ្នកគ្រូចៅដោយសារតែមើលទៅកាន់ពួកគេអាចដោះស្រាយរឿងនេះបានដោយខ្លួនឯងអញ្ចឹងហើយគាត់ត្រឡប់ទៅកាន់សាលាមុនកាត់ទៅដល់ខ្លោងទ្វារនៃសាលាបិសាចផ្ទៃមេឃសុកប្រែទៅជាអូអាពោពេញទៅដោយចំហាយផ្សែងពុលមេក្រូក៏ចាប់ផ្ដើមប្រកាសនៅសត្រូវវិប្រហាហើយឲ្យសិស្សគ្រប់គ្នាដកថយទៅកាន់ដែនការពារនៃសាលាបិសាចសិស្សខ្លះដែលមានសមត្ថភាពគួរសមព្យាយាមទប់ទល់ក៏ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះឡើយលោកគ្រូហ្វានយូឯនេះវិញក៏បានមកជួយដល់សិស្សឲ្យនាងប្រញាប់រាយការណ៍ទៅកាន់វិមានអតិថិសមុទ្រទៅថាសាលាពេលនេះកំពុងស្ថិតក្រោមការវាយប្រហារគោលដៅនៃការវាយប្រហារគឺលើសពី10ចំណុចយើងទៅតាមស្នៀតដល់ចម្លែកក៏ប្រហែលជាសូមាស្ទ័របិសាចមើលទៅកាន់សិស្សដែលទទួលរងនឹងការវាយប្រហារហាក់បីដូចជាឆ្លងនឹងជំងឺក៏ដូចជាជាតិពឹសអ្វីមួយយ៉ាងស្នៀតរបស់សូមាស្ទ័របិសាចសម្បីតែទប់នឹងក៏ពិបាកដែរសិស្សគ្រប់គ្នាក៏បានស្រែកកងរំពងពោពេញទៅដោយក្តីឈឺចាប់នៅក្នុងសាលាពោពេញទៅដោយភ្លើងឆាបឆេះសម្បីតែឧបករណ៍មួយចំនួនក៏មិនអាចដំណើរការបាននោះទេក្នុងពេលនោះផងដែរការទៅដល់នាយកយានសោជើគាត់បានទៅមើលម៉ាស៊ីលថាមិនឃើញនាងក៏លេចទៅខាងក្រៅឃើញនៅចំហាយផ្ទុះដ៏សន្ធោសន្ធៅគាត់បានចេញទៅមើលព្យាយាមហៅនាងថាសៀវថាវក៏ប៉ុន្តែមើលទៅកាន់ចែនឹងងាកមកកែវភ្នែកក៏ពិតជាកាចសាហាវរួចប្រើប្រាស់នៅភ្លើងបិសាចរបស់នាងមិនអោយនាយកយានដែលគឺជាមយុរាមាសចូលទៅបានបន្ទាប់មកនាងក៏បានចាក់ចេញទៅសាច់រឿងពេលនេះក៏កាត់ទៅដល់ព្រៃស្តាទៅវិញម្ដងអ្នកទាំង3ក៏នៅតែបន្តស្វែងរកនៅកងព្រលឹងឲ្យហួរយូហៅវងតង់ប្រទេសឃើញនៅដានជើងមួយបានប្រាប់គ្រប់គ្នាឲ្យប្រុងប្រយ័ត្នភ្លាមក៏បានលឺនៅសំឡេងការប្រយុទ្ធអ្នកទាំង3ប្រញាប់ទៅលួចមើលឃើញមនុស្សមួយក្រុមដែលកំពុងតែត្រូវបានវងស្វាធ្វើការវាយប្រហារនៅទីនេះយើងបានឃើញនៅអ្នកខ្លះប្រើធ្នូអ្នកខ្លះប្រើប្រាស់នៅលំពេងយូហៅដឹងថាបើទោះបីជាអ្នកទាំង4នឹងនៅកន្លែងល្អក៏ដោយក៏ប៉ុន្តែចំនួនស្វាវាគឺពិតជាច្រើនពេកហើយមិនយូរមិនឆាប់នោះទេពួកគេគឺច្បាស់ជាត្រូវចាញ់វងតង់ក៏ដឹងថាស្វាក្រហមវាគឺពិតជាសាហាវខូខើក៏ដូចជាសកាព្រមទាំងសងសឹកទៀតផងមើលទៅកាន់ស្វាទាំងនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលរបស់គេធ្វើការវាយប្រហារទៅសែវក៏យល់ថាអ្នកទាំង4គឺបានចូលមកក្នុងទឹកដីនៃស្វាក្រហមនេះដោយចៃដន្យក៏លេចទៅកាន់3អ្នកនេះក៏ហាក់បីដូចជាកំពុងការពារនារីដ៏ស្រស់ស្អាតមកកូនកាត់ចែម្នាក់ហោះឡើងទៅខាងលើប្រើប្រាស់នៅធម្មពលទឹកកកលោកពូម្នាក់នេះប្រើប្រាស់នៅធ្នូរបស់គាត់ក៏លេចទៅមកខាងយើងបានឃើញនៅស្វាមួយដែលកំពុងតែអឺតលើមរួចហើយវាក៏បានសម្រុកចូលប្រើប្រាស់នៅធម្មពលធ្វើការវាយប្រហារទៅកាន់នារីកូនកាត់អឺរ៉ុបម្នាក់ហ្នឹងឃើញដូច្នេះហើយគេក៏ប្រញាប់ស្រែកប្រាប់ថាគឺត្រូវទៅការពារទៅដល់អ្នកនាងម្នាក់ហ្នឹងមើលកាន់តែគៀកសម្រស់គឺកាន់តែស្រស់ស្អាតឃើញនៅបាល់ភ្លើងនោះដែលបានប្រែក្លាយទៅជាស្វាក្រហមក៏ប៉ុន្តែក៏ជាសំណាងល្អឆ្នាំងរបស់សៀវបានមកជួយទាន់ចែតកកម្នាក់ហ្នឹងក៏បានចាត់ការវាចាកងភ្លើងខ្មៅមួយក៏បានចេញមកកូនចៅស្វាក៏នាំគ្នារត់អង្គរៈទាំង3ក៏ប្រញាប់មកមើលនៅអ្នកនាងបានប្រាប់ហើយថាគឺមិនអីនោះទេសៀវបានយកនៅឆ្នាំងត្រឡប់មកវិញដែរចូលមកអ្នកនាងគេនឹងឃើញហើយក៏បានដើរមកណែនាំខ្លួនថាគឺជាវីណា3អ្នកនេះគឺជាម៉ូហ្វាយីនមូសៀព្រមទាំងបៃថាងពួកគេមកទីនេះគឺដើម្បីប្រមាញ់នៅកងព្រលឹងតែក៏មិននឹកស្មានថាគឺត្រូវបានក្រុមស្វានេះវាប្រហារបែបហ្នឹងនោះទេហើយក៏ដោយសារតែបានជួយនាងក៏បានអរគុណសៀវក៏បានតបថាបងស្រីស្អាតគួរសមពេកហើយប្រាប់នៅឈ្មោះរបស់នាងក៏ដូចជាយូហៅជាមួយនឹងវងតងក៏បំណងក៏ដើម្បីប្រមាញ់នៅកងព្រលឹងដូចគ្នាយូហៅសម្លឹងទៅកាន់ក្រុមរបស់ពួកគេក៏ដឹងថាព្រលឹងការពារឯគឺជាពពកព្រមទាំងព្រិលភាគច្រើនគឺសិតតែជាព្រលឹងការពារដ៏កម្រក៏ប៉ុន្តែពួកគេបែរជាធ្វើជាអង្គរៈរបស់វីណាអញ្ចឹងក៏មានន័យថាវីណាឋានៈរបស់នាងក៏ប្រហែលជាអភិជនហើយលោកពូម្នាក់នេះក៏បាននិយាយទៅកាន់អ្នកទាំង3ថាក្មេងៗសោះបែរជាហ៊ានមកដល់ទីនេះដើរទៅមុខបន្តគឺច្បាស់ជាមាននៅបិសាចអាយុកាល10000ឆ្នាំកាន់តែច្រើនវីណាក៏បាននិយាយទៅកាន់លោកពូមកហើយបើពួកយើងដើរជាមួយនឹងគេទៅយ៉ាងម៉េចដែរក៏ព្រោះថាគេបានជួយពួកយើងចាត់ទុកថាគឺជាការសងគុណទៅចោះភ្លាមនោះសម្រេចដ៏ខ្លាំងក្លាមួយក៏បានក្រហមឡើងម្នាក់ត្រៀមខ្លួនការពារតែបន្ទាប់មកវាក៏ហាក់បីដូចជា
ជាប្រែទៅជាស្ងប់ស្ងាត់យូហៅសន្និដ្ឋានថាក៏ប្រហែលជាបិសាចព្រលឹងពីរកំពុងតែប្រយុទ្ធគ្នាយ៉ាងហោចណាស់ក៏អាយុកាល 10000 ឆ្នាំដែរលើអញ្ចឹងលោកពូម៉ូក៏បាននាំពួកគេដើរផ្លូវកាត់ដោយឡែកសាច់រឿងកាត់ទៅដល់សាលាបិសាចវិញម្ដងដែលពោពេញទៅដោយអណ្ដាតភ្លើងអ្នកគ្រូចៅក៏បានមកដល់ហើយសួរលោកគ្រូហ្វានថាតើមានអ្វីកើតឡើងទៅហ្វានយូគាត់ក៏បានរៀបរាប់ប្រាប់ទៅកាន់អ្នកគ្រូចៅដោយឡែកសាច់រឿងក៏កាត់ទៅដល់នាយកយានសោជើគាត់បានមករាយការណ៍ប្រាប់ទៅកាន់ព្រឹទ្ធាចារ្យម៉ូតាក់ទងជាមួយនឹងសៀលថាវព្រឹទ្ធាចារ្យក៏បានប្រាប់ថាគាត់ដឹងពីស្ថានភាពហើយបើយើងក៏លេងមកកាន់ជីងហុងឈិននៅវិមានមីងតើមើលទៅកាន់តានឹងគឺពិតជាជឿជាក់ខ្លាំងមែនទែនសាច់រឿងកាត់ទៅដល់ព្រៃតារាវិញម្ដងកំពុងតែដើរធានម៉ាំងបានប្រាប់ទៅកាន់យូហៅនៅក្នុងចំណោមបិសាចព្រលឹងទាំងពីរដែលកំពុងតែប្រយុទ្ធគ្នាមានមួយចំហាយរាងកាយរបស់គេគឺពិតជាស័ក្តិសមជាមួយនឹងយូហៅខ្លាំងណាស់ហើយយូហៅប្រញាប់ទៅមើលវាតែម្នាក់ឯងក៏ដូចជាឆ្លៀតនៅអាកាសនេះចាត់ការម្ដងទាំងពីរតែម្ដងទៅយូហៅគ្រាន់តែលេងចឹងក៏បានចង្អុលស៊ូហើយថាតែខ្ញុំទៅម្នាក់ឯងមែនទេលបងធានអាលេងសើចទៅដឹងបិសាចព្រលឹងនឹងគឺមានអាយុកាល 10000 ឆ្នាំម្ដងមិនស្រួលខ្លាចតែត្រូវថ្មងទេធានម៉ាំងក៏បានតបមកវិញឡើងជឿជាក់ថាតើមានអ្វីគួរឲ្យខ្លាចទៅតែមិនមែនមានគេទេណាក៏បានរត់ទៅថាយ៉ាងណាក៏ពួកយើងនៅមានពីងដែរប្រញាប់ទៅមើលជឿជាក់ទៅលើលបងទៅបានហើយលើបែបនេះយូហៅក៏បានប្រាប់ទៅកាន់វងតងសៀវថាបិសាចព្រលឹងចិត្តនេះក៏ពិតជាស័ក្តិសមជាមួយនឹងគាត់ហើយដូច្នេះហើយគាត់នឹងទៅមើលមុនឲ្យអ្នកទាំងពីរទៅតាមពួកគេសិនទៅយូហៅក៏បានរលាយបាត់រកទៅពួកគេនិយាយអ្វីមិនទាន់ពេលនេះយើងបានឃើញយូហៅប្រើប្រាស់នៅល្បឿនដ៏លឿនបានមកដល់ឃើញនៅបិសាចព្រលឹងជាច្រើនដែលបានរត់ផ្អើលពេញព្រៃក្នុងចំណោមបិសាចព្រលឹងតូចៗក៏មាននៅបិសាចព្រលឹងដ៏ធំមួយរត់មកបិសាចព្រលឹងដទៃទៀតខ្ទាតអស់រលីងរីឯបិសាចព្រលឹងនឹងផងដែរមើលទៅកាន់កែវភ្នែករបស់គេគឺពិតជាកំណាចក្បាលពីរធានម៉ាំងក៏ដឹងថាគេគឺជាសាយក្លប់ភ្លោះក៏ដូចជាប្រាប់ឲ្យយូហៅប្រើប្រាស់នៅចំហាយរបស់ពីងភ្លាមទៅលើបែបនេះយូហៅក៏ចាប់ផ្ដើមសេរីនៅកងព្រលឹងរបស់គាត់យកអាណារៀងប្រែនបន្តិចបញ្ចេញនៅខ្យាដំរីគួយទៅកោហើយសាយក្លប់ម្នាក់នឹងក៏ប្រញាប់រត់ចេញធានម៉ាំងក៏បានធូរចិត្តថាសំណាងហើយដែលបំភ័យគេរត់ទៅបាត់ក៏ប៉ុន្តែបិសាចព្រលឹងដែលស័ក្តិសមជាមួយនឹងយូហៅគឺមិនមែនជាអាមួយនឹងនោះទេអាចឬអត់ថាគឺជាបិសាចព្រលឹងដែលធ្វើឲ្យអាសាយក្លប់ភ្លោះនឹងរត់ប្រញាប់ប្រញាល់គេចខ្លួនចាក់ចេញក្នុងពេលនោះយូហៅក៏ហាក់បីដូចជាបានឃើញនៅពន្លឺមួយដ៏ចែងចាំងទៅពួនមើលឃើញថាសាច់រឿងក៏ត្រូវបានស្លេះទៅត្រឹមនេះឯងដើម្បីកុំឲ្យយប់យន្តសបិនយូរយើងមកមើលនៅ trailer វគ្គបន្តបន្តិចទៅយើងបានឃើញនៅព្រឹទ្ធាចារ្យមូអិននិយាយថា